មើលអង្គក្រាននេះបន្តទៀតអង្គក្រាននេះគឺគេឲ្យ x គុណ3លើ x បូក2ដើម្បីដោះស្រាយលំហាត់មួយនេះយើងអ្វីដែលយើងត្រូវដឹងគឺអង្គក្រាននៃ x ស្មើ n គឺស្មើនឹង x ផ្សេងគឺ n បូក1លើ n បូក1បូកផ្សេងដែលផ្សេងគឺរបស់ a ទី2នេះគឺអង្គក្រាននៃ a នៃ x អង្គក្រាននៃ a នេះគឺ a នោះគឺតំណាងលេខស្មើនឹង ax បូក c ដែលផ្សេងគឺរបស់ a ដែរទី3គឺអង្គក្រានដែលវាតម្រងអុយព្រីមលើអុយស្មើនឹងលិនអុយបូក c ដែល c គឺ a នេះគឺជាចំណេះដឹងដែលយើងត្រូវដឹងដើម្បីដោះស្រាយលំហាត់មួយនេះបាទយើងមើលអង្គក្រាននេះគឺយើងអាចសរសេរជាទម្រង់បែបនេះទម្រង់បែបនេះគឺបានមកពីការចែកពហុធាតុរវាង x គុណ3ចែកឲ្យ x 2ពេលយើងចែកពហុធាតុឃើញប៉ុណ្នេះតបពីបានប៉ុណ្ណឹងយើងឆ្នៃម្ដុំនេះគឺពុកក្នុងទម្រង់អុយព្រីមលើអុយយើងអាចសរសេរបានថា8យើងទាញមួយមុខមកពេលនេះយើងសរសេរថា x បូក2ព្រីមលើ x បូក2ពេលយើង derivative ហ្នឹងគឺបាន1 derivative នៃ x បាន1 derivative នៃ2គឺបាន0គឺថាពេលដែលយក8គុណ1គឺស្មើ8ដែរព្រោះថាពេលដែលយើងសរសេរបែបនេះពេលយើង derivative គឺបានទម្រង់ដើមវិញតោះពីបានប៉ុណ្ណឹងហើយយើងប្រើរូបមន្តយើងនេះមកបាននិយាយអង្គក្រាន x ក្រេបាន x ស្មើ3លើ3អង្គក្រាននៃដក 2x វាស្មើនឹង x ក្រេអង្គក្រាននៃ4បាន 4x អង្គក្រាននៃ8គុណជាមួយនឹង x បូក2ព្រីមលើ x បូក2នេះគឺបាន8លិន x បូក2បូក c ដែល c គឺរបស់ a យើងមកមើលលំហាត់មួយទៀតអានេះគឺគណនាអង្គក្រានបាទនៃ x ក្រេលើ x ក្រេបូក5បាទនេះគឺយើងអាចយើងឆ្នៃវាទៅជាបែបនេះដោយសារតែវាបានឆ្នៃថា1ដក5លើ x ក្រេបូក5ពេលយើងឆ្នៃបែបនេះហើយយើងដឹងថាអង្គក្រាននៃយើងផ្ដាច់អង្គក្រានជា2តង់មកពីគុណ5យើងរុញមួយមុខមកយើងបាននិយាយនេះគឺជាអ្វីយើងត្រូវដឹងរូបមន្តអង្គក្រានយើងត្រូវដឹងដើម្បីគណនាលំហាត់មួយនេះក្នុងបែបនេះយើងដឹងថាអង្គក្រាន dx លើ ax លើកជាការ៉េបូក b លើកជាការ៉េនេះគឺស្មើនឹង ab គុណជាមួយនឹង x តង់មានថាអានគុណច្រាស់នៃតង់គឺ ax លើក b បូកជាមួយ c ដែល c គឺរបស់ a គឺឃើញថាអង្គក្រាននេះវាចូលទម្រង់បែបនេះចូលទម្រង់បែបនេះយើងសរសេរបែបនេះ a វាគឺ1មានគុណ a នេះគឺមុខ x គឺស្មើ1 b នេះគឺរឹស5យើងនឹងប្រើរូបមន្តនេះមកគឺបាននេះអង្គក្រានទី1គឺបាន x 5នេះគឺយើងពេលដែលយើងអង្គក្រានគឺយើងបាននេះគេគេថា a នេះ1គុណជាមួយនឹងរឹស5យើងបាននេះគេរឹស5ពី5នេះយើងគុណទៅលើមកយើងបាន5លើរឹស5ចាក់តង់នៃ x លើរឹស5បូក c ដែល c គឺរបស់ a ហើយនេះបានយើងសរសេរបែបនេះគឺដោយសារតែនេះ ax a នេះគឺ1 a យើងគឺ1យើងប្រាប់ថា1គុណ x បាន x b យើងគឺរឹស5យើងសរសេរបានថារឹស5បូក c ដែល c របស់ a